អូខេសួស្តីទាំងអស់គ្នាអញ្ចឹងសម្រាប់នេះគឺជាមេរៀនបន្ទាប់ពីយើងបានរៀនជាមួយនឹង PD Array គឺចូលមកមេរៀនទី10តាក់ទងជាមួយនឹង OTE ឬក៏ Optimal Thread Entry អញ្ចឹងសម្រាប់ជាដំបូងគឺយើងត្រូវ check មើលតាក់ទងជាមួយនឹងsetting របស់ Fibo សិនគឺយើងនេះអញ្ចឹងតាក់ទងជាមួយ setting កន្លែងនេះខ្ញុំសេរីមកដាក់ខាងនេះវិញគឺយើងសេរីដាក់នៅខាងនេះក៏បានដែរប៉ុន្តែសំខាន់នៅលើលេខនេះអញ្ចឹងទី1 0 0.05 0.62 0.79 1ហើយក៏ដូចជា0 OTE របស់យើងគឺ 0.0 0.705នៅកន្លែងទៅហ្នឹងហើយតើតើជាមួយ background នេះអត់ដាក់ទេយើងគ្រាន់តែចុចយកតែនេះទៅដកឲ្យ0ឬមួយក៏បិទនេះយកហ្មងក៏បានដែរព្រោះសារតែកុំឲ្យវាឃើញអីញ៉ៃនៅលើហ្នឹងពេកអញ្ចឹងណាអូខេអញ្ចឹងសម្រាប់យើងចូលមកមេរៀនរបស់យើងសម្រាប់ដែលផ្សារ uptrend អញ្ចឹងជាទូទៅនៅពេលដែលផ្សារបុកឡើងទៅខ្លាំងគឺភាគរយច្រើនបើសិនជាគ្នាយើងដែលគាត់ចេញចូលផ្សារនៅពេលដែលផ្សារបុកខ្លាំងគឺយើងចង់បាន profit ភ្លាមៗឬមួយក៏បុកទៅយើងចូលភ្លាមៗយកហ្មងភាគច្រើនគឺអាចនឹង FOMO នៅទៅហ្នឹងហើយសួរ FOMO ជាប់នៅណាគឺជាប់នៅទៅនេះជាប់នៅទៅហ្នឹងអញ្ចឹងនៅពេលដែលផ្សារបុកឡើងទៅខ្លាំងអូ sorry នៅពេលដែលផ្សារបុកឡើងទៅខ្លាំងគិតថាផ្សារហ្នឹងអាចនឹងឡើងទៅទៀតភ្លាមប៉ុន្តែអ្វីដែលជាក់ស្ដែងគឺអត់ទេផ្សារហ្នឹងគឺ pull back បង្កើតបាន swing មួយបកមកខាងក្រោមពេលខ្លះទៅបកមកត្រឹមតែនេះចូលថែមជន់ថែមផ្សារបុកផាំងមកខាងក្រោមទៅនេះដាច់ហើយបានផ្សារហ្នឹងបុកឡើងទៅលើវិញធម្មតាអញ្ចឹងជាទូទៅនៅពេលដែលផ្សារ create បាន swing low swing high គឺយើងត្រូវរងចាំតិចសិនយើងអាចនឹងចូលភ្លាមទេហើយយើងក៏យើងត្រូវវាស់ជាមួយនឹងយក Fibo យើងមកវាស់នៅទៅពី swing low មក swing high ទៅហ្នឹងគឺមានឃើញមាន0 OTE ហើយមួយយ៉ាងវិញទៀតនៅពេលដែលផ្សារបាន swing បង្កើតបានជាមួយនឹង swing high swing low នឹងរួចយើងប្រកាសជាឃើញហើយផ្សារហ្នឹងគឺមាន20នៅខាងលើនេះជាមួយនឹងខាងក្រោមអញ្ចឹងនៅពេលដែលយើងត្រូវបាយត្រូវផ្សារហ្នឹងបកចុះមកចូលមកដល់ជាមួយនឹង0 discount សិននៅ0ខាងក្រោមទៅនេះ0 discount អានេះ0 premium អញ្ចឹងនៅពេលដែលផ្សារបកចូលមកដល់ក្នុង0 discount អញ្ចឹងយើងត្រូវវាស់ Fibo ហ្នឹងមកគឺមាន0ជាមួយនឹងបូកជាមួយនឹង0 OTE ដូចគ្នាដែរអញ្ចឹងសម្រាប់ការ buy យើងត្រូវវាស់ Fibo ពី low ទៅ high បន្ទាប់មកនឹងឃើញជាមួយនឹង0 OTE នៅខាងក្រោមទៅនេះគឺយើងនៅពេលដែលយើងចាំ buy គឺ discount ហើយបូកជាមួយនឹង OTE នៅខាងក្រោមទៅនេះអញ្ចឹងដល់ពេលដែលប៉ះចូល key 0ទៅហ្នឹងគឺយើងចូល entry នៅទៅនេះមកហើយចំណាយ ASL របស់យើងជាទូទៅគឺយើងដាក់រៀងផុតតិចទី1ជៀសវាងផ្សារហ្នឹងគឺបកមកខាងក្រោមយើងធ្លាយជ្រៅតិចមក swip ជាមួយនឹង low ខាងក្រោមទៅហ្នឹងមកផ្សារ pullback បកឡើងទៅលើវិញហើយទី2របស់យើងគឺដាក់នៅ swing high នៅលើហ្នឹងបើសិនយើងយកល្មមនេះអញ្ចឹងតែបើសិនយើងចង់យកច្រើនយើងអាចនឹងTP របស់យើងអាចរៀងខ្ពស់តិចទៀតក៏បានដែរប៉ុន្តែនេះជាទូទៅគឺយើងប្រើយើងយក1 or ឬមួយក៏2 or គឺយើងយកប៉ុណ្ណឹងតែហ្នឹងអញ្ចឹងសម្រាប់តាក់ទងជាមួយនឹងការចូលនេះគឺសម្រាប់ពេលផ្សារ uptrend គឺយើងចូលបែបអញ្ចឹងអ្វីដែលសំខាន់នៅចំណុចកន្លែងនេះខ្ញុំចង់ឲ្យគ្នាយើងរងចាំផ្សារបក create ជាមួយនឹង swing high swing low យក OTE មកវាស់ហើយបន្ទាប់មកយើងដាក់ risk យើងចូលយកមកនៅតែហ្នឹងហើយសំខាន់គឺយើងរងចាំតិចនៅពេលដែលផ្សារចូលប៉ះជាមួយនឹង0 OTE ចាំយើងចូលហើយមួយវិញទៀតត្រូវ note ពេលដែលផ្សារបកចុះមកយើងត្រូវមើលដែរផ្សារហ្នឹងខ្លាំងអត់ចូលទៅម៉ាំងរាវដាច់នៅហ្នឹងវិញគឺយើងហានិភ័យនៅកន្លែងទៅហ្នឹងអញ្ចឹងនៅពេលដែលផ្សារបុកចុះមកខាងក្រោមទៅហ្នឹងគឺយើងត្រូវមើល candle មើលថាវាមាន rejection អត់អញ្ចឹងគ្នាយើងចង់ដឹង candle reject មិនអាចចូលទៅមើលមេរៀនមុនបានគឺខ្ញុំមាននៅក្នុងហ្នឹងអញ្ចឹងយើងអាចចូលទៅមើលបានអញ្ចឹងសម្រាប់តាក់ទងជាមួយនឹងចំណុចនៅពេលដែលផ្សារ uptrend គឺយើងមានប៉ុណ្ណឹងយើងចូលមកមើលជាមួយនឹងផ្សារ downtrend វិញអញ្ចឹងសម្រាប់ផ្សារ downtrend ក៏មិនខុសគ្នាប្រហែលទេគឺស្រដៀងគ្នាគ្រាន់តែថាមួយផ្សារឡើងមួយផ្សារចុះអញ្ចឹងនៅពេលដែលផ្សារកំពុងតែបុកចុះមកខ្លាំងអញ្ចឹងនៅពេលដែល create swing high swing low នឹងបានគឺយើងវាស់0 OTE ហើយយើង check មើលផ្សារហ្នឹងពេលបក pullback បកវិញវាមាន rejection អត់ហើយយើងចូល entry ហើយ SL យើងដាក់ put តិចមកហើយ TP យើងដាក់ជាមួយនឹង swing low ប៉ុណ្ណឹងហើយកន្លែងទៅនេះជាទូទៅនៅពេលដែលផ្សារបុកមកខ្លាំងតាមមេរៀនមុនអីគ្នាប្រកាសជាអាចនឹងដឹងអីនៅពេលដែលផ្សារបុកខ្លាំងគឺតែងតែបន្សល់ជាមួយនឹង SVG ឬមួយក៏ CISD នៅទៅនេះគឺតែងតែមានអញ្ចឹងវាបាន confirm ពី3ដែរសម្រាប់ការចូលអានេះប៉ុន្តែអានេះមេរៀននេះគឺយើងផ្ដោតទៅលើ Fibo ឬមួយក៏ OTE ហ្នឹងអញ្ចឹងយើង
ខ្ញុំអត់គូសអីវែងឆ្ងាយច្រើនទេអញ្ចឹងយើងត្រូវចាប់មើលប៉ុណ្ណឹងហើយយើងយកមកកំបាញ់ចូលគ្នានៅពេលដែលយើងចូលរៀនជាមួយនឹង model entry វិញអញ្ចឹងសម្រាប់មេរៀនហ្នឹងគឺយើងមានតែប៉ុណ្្នឹងទេហើយយើងនឹងជួបគ្នានៅមេរៀនបន្តទៀតអរគុណច្រើន